ហើយខ្ញុំអត់ចង់ឃើញស្ថានភាពប្អូនខ្ញុំគាត់ធ្វើជាកម្មករលក់កម្លាំងដើម្បីដូរយកប្រាក់អីបងហើយខ្ញុំនឹងសន្យាខ្លួនឯងហើយខ្ញុំនឹងខំប្រឹងដើម្បីឲ្យប្អូនខ្ញុំគាត់ចប់ថ្នាក់មហាវិទ្យាល័យដើម្បីឲ្យក្នុងគ្រួសារមួយឲ្យមានអ្នករៀនចប់មហាវិទ្យាល័យកម្រិតវប្បធម៌បានកំណត់អាជីពការងាររបស់សមាជិកក្នុងគ្រួសារនេះឲ្យពឹងផ្អែកលើការលក់កម្លាំងពលកម្មនិងទទួលបានចំណូលទាបហើយខ្ញុំចិត្តសោតក៏អត់បានរៀនខ្ពស់អីដល់ចប់មហាវិទ្យាល័យដែរខ្ញុំបានតែត្រឹមរៀនទី12មូលហេតុដោយសារតែកត្តាជីវភាពគ្រួសារខ្វះខាតកម្លាំងចិត្តដ៏ធំបំផុតរបស់ខ្ញុំគឺប៉ារបស់ខ្ញុំជាមួយនឹងប្អូនខ្ញុំដែលគាត់កំពុងតែរៀនខ្ញុំស្រឡាញ់ប្អូនហើយក៏ចង់ឃើញប្អូនគាត់រៀនចប់សាកលវិទ្យាល័យដែរបងអញ្ចឹងជាកត្តាមួយដែលជំរុញទឹកចិត្តឲ្យខ្ញុំខំប្រឹងប្រែងរៀនជំនាញប្រឹងប្រែងធ្វើការដើម្បីរកប្រាក់ចំណូលជួយគាត់ឲ្យគាត់បានរៀនចប់ខ្ញុំធ្លាប់ចង់ឈប់គិតឈប់រៀនដែរដោយសារខ្ញុំឃើញខាងភាពគ្រួសារខ្ញុំពិបាកប៉ាខ្ញុំបងខ្ញុំគាត់ហត់នឿយអញ្ចឹងទៅខ្ញុំចង់ឈប់ធ្វើការជួយគាត់ខ្លះដើម្បីស្នាមទប់របស់គាត់ខ្ញុំចង់ឃើញគ្រួសារខ្ញុំមានម្នាក់ដែលគាត់រៀនចប់ដល់ថ្នាក់វិទ្យាល័យចប់មហាវិទ្យាល័យហើយចង់ផ្លាស់ប្ដូរពីជីវភាពគ្រួសារដែលពីមុនពិបាកវេទនាចង់ឲ្យទៅជាគ្រួសារមួយដែលមានសុភមង្គលគ្រួសារមួយដែលធូរធារខ្ញុំចង់ឃើញបែបហ្នឹងពីដំបូងអង្គការហ្នឹងគឺមាននៅក្នុងសហគមន៍ខ្ញុំហើយគាត់បានចុះមកផ្សព្វផ្សាយថាអង្គការក៏មានគម្រោងជួយបណ្ដុះបណ្ដាលយុវជនឲ្យមានជំនាញវិជ្ជាជីវៈបន្ទាប់មកខ្ញុំក៏បានព័ត៌មានហ្នឹងខ្ញុំក៏បានដាក់ពាក្យដាក់អីទៅតាមការណែនាំរបស់អង្គការទៅឲ្យលោកគ្រូដែលគាត់នៅប្រចាំខណ្ឌអញ្ចឹងបងបន្ទាប់មកខាងអង្គការគេក៏រៀបចំឲ្យយើងទៅរៀននៅសាលា NII ហ្នឹងតកតងមួយនឹង David គាត់មករៀននេះគឺគាត់ត្រូវការអាជីពឬក៏ជំនាញមួយដើម្បីទៅរកការងារធ្វើដើម្បីបានថវិកាខ្លះមកជួយគ្រួសារនិងដើម្បីរៀនសូត្រខ្លួនឯងបន្តទៅមុខទៀតជំនាញអគ្គិសនីហ្នឹងអ្នកណាក៏គេត្រូវការដែរមិនថាអគារមិនថាសាលារៀនមន្ទីរពេទ្យឬក៏នៅតាមភូមិគឺសិតសឹងតែត្រូវការជំនាញអគ្គិសនីទាំងអស់បានទាំងធ្វើពេលដែលមានបញ្ហាយើងបានទាំងមានប្រចាំខែរហូតអញ្ចឹងយើងមានការងារធ្វើរហូតអញ្ចឹងហើយខ្ញុំមើលឃើញថាជំនាញអគ្គិសនីវាមានតម្រូវការខ្ពស់ហើយវាសំខាន់មែនតើហើយអ្វីដែលយើងសំខាន់យើងបដោតគឺយើងថាយើងត្រូវការអ្នកជំនាញមួយដែលច្បាស់លាស់ឬក៏មានអាជីពមួយច្បាស់លាស់ដើម្បីទៅធ្វើការជាមួយនឹងការងារអគ្គិសនីពីព្រោះយើងដឹងថាការងារនេះគឺជាការងារដែលមានហានិភ័យមានថាយើងត្រូវទាមទារអ្នកជំនាញឬក៏អ្នកដែលមានអាជីពនឹងទៅធ្វើគឺថាធ្វើយ៉ាងម៉េចឲ្យត្រូវតាមបច្ចេកទេសហើយនិងស្តង់ដារមិនមែនគ្រាន់តែយើងគ្រាន់តែពាក្យថាខ្មែរយើងគាត់និយាយថាចេះតនេះហើយទៅធ្វើបានទេអញ្ចឹងនៅពេលដែលយើងរៀនចប់ខាងសាលាគាត់ក៏ហៅការងារឲ្យបានធ្វើការងារជាជាងអគ្គិសនីពីដំបូងយើងធ្វើជា training រហូតដល់តែយើងមេគាត់ប្រម៉ូតយើងឡើងឲ្យខ្លាចទៅជាបុគ្គលិកពេញសិទ្ធិដោយសារតែសមត្ថភាពរបស់យើងអញ្ចឹងនៅពេលដែលខ្ញុំបានចូលរៀនជំនាញខ្ញុំបានចេញមកធ្វើការទៅវារៀងផ្លាស់ប្ដូរបានច្រើនដែរបងយើងអាចមានលទ្ធភាពទិញអ្វីដែលយើងអាចហូបបានយើងអាចទិញអ្វីដែលប្អូនគាត់ចង់បានការងារមួយហ្នឹងខ្ញុំអាចជួយឲ្យប្អូនខ្ញុំបានរៀនចប់ហើយខ្ញុំអាចជួយទៅដល់គ្រួសារបានមួយផ្នែកតបមកខ្ញុំអាចជួយខ្លួនឯងឲ្យមានជីវភាពប្រសើរជាងមុនទើបខ្ញុំស្រឡាញ់នឹងរៀនជំនាញមួយហ្នឹងបាទខ្ញុំចង់ឲ្យយុវជនផ្សេងទៀតដែលគាត់មានថាគាត់បោះបង់ការសិក្សាឬក៏គាត់អត់មានការងារធ្វើឬក៏អាជីពឬក៏ជំនាញមួយងាកមកចាប់ជំនាញឬក៏អាជីពដូច David ដើម្បីបានការងារមួយដែលល្អសមរម្យហើយបានប្រាក់ខែសមរម្យដើម្បីទៅជួយគ្រប់គ្រងទាំងគ្រួសារមានបងប្អូនដែលត្រូវជួយដែលខ្វះខាតច្រើនទៀតបាទអរគុណការផ្ដល់ឱកាសឲ្យយុវជនមិនត្រឹមតែពង្រឹងសក្តានុពលរបស់ពួកគេប៉ុណ្ណោះទេថែមទាំងជួយកែប្រែជីវិតរបស់ពួកគេនិងអនាគតសហគមន៍ផងដែរ